មានពីរអ្នកប្តីប្រពន្ធដែលបានប្រឹងប្រែងរកស៊ីតាំងពីក្រីក្ររហូតទៅជាអ្នកមានបានមានទ្រព្យសម្បត្តិហើយគាត់បានយកក្មេងប្រុសក្រីក្រម្នាក់មករស់នៅជាមួយប៉ុន្តែចាប់តាំងពីគាត់យកក្មេងប្រុសម្នាក់នោះមករស់នៅជាមួយស្រាប់តែជីវភាពគ្រួសាររបស់គាត់មានការប្រែប្រួលលោកបងមានគិតដូចជាខ្ញុំដែរទេចាប់តាំងពីថ្ងៃដែលពួកយើងយកសុធាមករស់នៅជាមួយគ្រួសាររបស់ពួកយើងមានការប្រែប្រួលជាងមុនណាលោកបងវាពិតជាពិតមែនហើយយើងបានប្រឹងប្រែងរកស៊ីបានទ្រព្យសម្បត្តិប៉ុន្តែពេលនេះគ្រួសារយើងមានការប្រែប្រួលមិនដឹងថាមកពីហេតុអ្វីបានជាពួកយើងទាំងពីរនាក់រកស៊ីខាត់បងប្រាក់មិនដូចកាលពីមុនខ្ញុំគិតថាប្រកាសមកពីសុធាទើបបានជាធ្វើឲ្យគ្រួសារយើងប្រែប្រួលទៅជាបែបនេះខ្ញុំគិតថាគួរតែដេញសុធាចេញទៅវិញទៅណាលោកបងមិនបាច់ឲ្យគេរស់នៅទីនេះទេមែនហើយប្រកាសជាគេនាំចង្រៃដល់គ្រួសាររបស់យើងទើបបានជាធ្វើឲ្យគ្រួសារយើងប្រែប្រួលទៅជាបែបនេះអញ្ចឹងខ្ញុំគិតថាគួរតែដេញគេចេញនៅពេលនេះតែម្ដងទៅលោកសេដ្ឋីក៏បានប្រើឲ្យកូនចៅរបស់គាត់ហៅសុធាមកជួបគាត់ចាប់ពីថ្ងៃនេះទៅឯងត្រូវឈប់រស់នៅទីនេះទៀតយើងមិនឲ្យឯងរស់នៅផ្ទះរបស់យើងទៀតទេឯងទៅផ្ទះរបស់ឯងទៅយើងមិនអនុញ្ញាតឲ្យធ្វើការនៅទីនេះទៀតហើយអ្វីទៅលោកសេដ្ឋីខ្ញុំមិនដែលធ្វើអ្វីឲ្យលោកសេដ្ឋីមិនសប្បាយចិត្តមានតែខ្ញុំខិតខំប្រឹងប្រែងធ្វើការវិញទេណាលោកសេដ្ឋីឯងបានខិតខំប្រឹងប្រែងធ្វើការងារគ្រប់បែបយ៉ាងប៉ុន្តែយើងមិនដឹងពីមូលហេតុអ្វីបានជាធ្វើឲ្យគ្រួសារយើងខាត់បង់ប្រាក់ជាប្រចាំចាប់តាំងពីថ្ងៃដែលយើងទទួលយកឯងធ្វើការនៅទីនេះវាគឺជារឿងរបស់លោកសេដ្ឋីតែប៉ុណ្ណោះខ្ញុំមិនបានដឹងទេណាលោកសេដ្ឋីខ្ញុំដឹងត្រឹមថាខ្ញុំបានធ្វើការឲ្យលោកសេដ្ឋីតាមអ្វីដែលលោកសេដ្ឋីបានប្រើបើសិនជាឯងបានដឹងបែបនេះប្រញាប់ចាក់ចេញទៅវិញទៅយើងមិនចង់ឲ្យឯងរស់នៅជាមួយគ្រួសារយើងទេប្រញាប់ធ្វើដំណើរចាក់ចេញទៅចាំយើងនឹងបើកប្រាក់ខែឲ្យគ្រប់ចំនួនលោកសេដ្ឋីក៏បានបណ្ដេញសុធាចេញពីផ្ទះរបស់គាត់ដោយគាត់គិតថាសុធាជាមនុស្សចង្រៃនាំឲ្យគ្រួសារគាត់រកស៊ីខាតចំណែកនៅក្នុងភូមិអ្នកភូមិដែលបានលក់ស្រូវអង្ករឲ្យលោកសេដ្ឋីអ្នកភូមិពិតជាមិនពេញចិត្តក៏ព្រោះតែលោកសេដ្ឋីតែងតែបន្លំភ្នែកជញ្ជីងអ្នកភូមិជានិច្ចស្រូវមួយឆ្នាំបានតែបន្តិចបន្តួចតែប៉ុណ្ណោះត្រូវលក់ឲ្យលោកសេដ្ឋីនៅពេលដែលគាត់មកទិញគាត់តែងតែបន្លំភ្នែកជញ្ជីងរបស់យើងទៀតគាត់បានទិញស្រូវអង្ករពីពួកយើងមិនត្រឹមត្រូវចាប់តាំងពីគាត់មានទ្រព្យសម្បត្តិគាត់បែរជាបន្លំភ្នែកជញ្ជីងពួកយើងថែមទៅវិញចំណែករឿងការប្រាក់ដែលអ្នកភូមិយើងបានទៅខ្ចីប្រាក់របស់គាត់បានគិតការប្រាក់ក្នុងតម្លៃថ្លៃធ្វើឲ្យអ្នកភូមិយើងម្នាក់ពិបាកនឹងទទួលយកហើយអត់មានប្រាក់ដើម្បីសងគាត់នៅពេលនោះសុធាក៏បានធ្វើដំណើរមកដល់ទីកន្លែងដែលអ្នកភូមិកំពុងតែនិយាយសុធាក្រែងធ្វើការនៅផ្ទះលោកសេដ្ឋីហើយអ្វីបានជារៀបចំសម្លៀកបំពាក់មកផ្ទះវិញអញ្ចឹងលោកសេដ្ឋីបានបណ្ដេញខ្ញុំចេញពីផ្ទះរបស់គាត់ដោយសារតែគាត់គិតថាចាប់តាំងពីថ្ងៃដែលខ្ញុំទៅរស់នៅជាមួយគាត់រកស៊ីមិនឡើងគាត់និយាយថាគាត់រកស៊ីមិនឡើងបានយ៉ាងម៉េចបើពេលនេះគាត់ទិញស្រូវអង្ករអ្នកភូមិយើងក្នុងតម្លៃមួយដែលមិនអាចលក់បានហើយថែមទាំងបន្លំភ្នែកជញ្ជីងអ្នកភូមិយើងជានិច្ចអ្នកភូមិរបស់យើងបានលក់ស្រូវឲ្យគាត់ទាំងដែលបង្ខំចិត្តដោយសារតែជំពាក់ប្រាក់គាត់តែប៉ុណ្ណោះហើយមិនបានជាគាត់គិតថាដោយសារតែសុធាទៅរស់នៅជាមួយគាត់ទើបបានជាធ្វើឲ្យគាត់រកស៊ីមិនឡើងទៅវិញគាត់និយាយបែបនេះខ្ញុំក៏មិនដឹងថាគាត់កំពុងតែគិតពីអ្វីបើគាត់រកស៊ីត្រឹមត្រូវគាត់ក៏មិនខាត់បង់អស់ទ្រព្យសម្បត្តិប៉ុន្តែមួយរយៈនៅពេលដែលសុធាបានចេញពីផ្ទះលោកសេដ្ឋីនៅតែរកស៊ីខាត់បង់ប្រាក់ជានិច្ចហើយលោកសេដ្ឋីនិងប្រពន្ធក៏មានការងឿយឆ្ងល់ហេតុអ្វីបានជាក្រុមឈ្មួញមិនមកទិញស្រូវអង្ករយើងដោយកាលពីមុនខ្ញុំក៏មានការងឿឆ្ងល់ហេតុអ្វីបានជាក្រុមឈ្មួញដតីទៀតមិនមកទិញស្រូវអង្កររបស់ពួកយើងអញ្ចឹងនៅពេលនេះយើងអត់មានប្រាក់ដើម្បីបើកឲ្យអ្នកធ្វើការនៅផ្ទះរបស់យើងដោយសារតែប្រាក់មួយចំនួនយើងបានយកទៅទិញស្រូវអង្កររក្សាទុកអស់ហើយមិនអាចទេហេតុអ្វីបានជាមានរឿងរ៉ាវបែបនេះកើតឡើងទៅវិញយើងត្រូវតែស៊ើបឲ្យបានដឹងការពិតតើមានរឿងអ្វីឲ្យពិតប្រាកដ
នៅផ្ទះរបស់សុធាក៏មានលោកថកែម្នាក់បានដើរទៅដល់សួស្តីក្មួយប្រុសខ្ញុំបានឮគេនិយាយថាក្មួយប្រុសធ្លាប់រស់នៅជាមួយលោកសេដ្ឋីតើមែនទេលោកតកែខ្ញុំធ្លាប់រស់នៅជាមួយលោកសេដ្ឋីកាលពីមុនលោកតកែជាអ្នកទិញស្រូវអង្កររបស់លោកសេដ្ឋីហើយអ្វីបានជាមិនដែលឃើញលោកតកែទៅទិញទៀតអញ្ចឹងដោយសារតែមួយរយៈពេលនេះខ្ញុំខាត់បងប្រាក់ច្រើននៅពេលដែលខ្ញុំបានទិញស្រូវអង្ករពីលោកសេដ្ឋីបានដាក់លាយខ្សាច់ទើបបានជាធ្វើឲ្យខ្ញុំខាត់បងប្រាក់ហើយក៏មិនបានមកទិញស្រូវអង្ករដោយកាលពីមុនមិនបានជាលោកតកែទិញស្រូវអង្ករពីលោកសេដ្ឋីមានខ្សាច់បែបនេះទៅវិញក្រែងស្រូវអង្កររបស់លោកសេដ្ឋីគាត់ល្អណាស់តើមែនទេលោកតកែកាលពីមុននៅពេលដែលគាត់ក្រីក្រគាត់រកស៊ីត្រឹមត្រូវដោយគាត់រកស៊ីត្រឹមត្រូវទើបបានជាខ្ញុំមិនដែលពិនិត្យទំនិញមុនពេលដែលខ្ញុំទិញហើយគាត់បានលួចដាក់ខ្សាច់នៅក្នុងស្រូវអង្ករដែលខ្ញុំបានទិញនៅពេលដែលខ្ញុំយកទៅលក់នៅស្រុកចិនត្រូវបានខាត់អង្ប្រាក់ទម្រាំតែបានដើរមករកស៊ីវិញខ្ញុំត្រូវចំណាយពេលច្រើនតាមពិតដោយសារតែបែបនេះទើបបានជាធ្វើឲ្យក្រុមឈ្មួញដតីទៀតមិនបានមកទិញស្រូវអង្កររបស់លោកសេដ្ឋីដោយកាលពីមុនក្រុមឈ្មួញនោះជាបងប្អូនរបស់ខ្ញុំតែប៉ុណ្ណោះនៅពេលនេះពួកគេបានដឹងពីល្បិចកំហួចរបស់លោកសេដ្ឋីដូច្នេះទើបបានជាពួកគេមិនមកទិញស្រូវនៅទីនេះទៀតចុះតើលោកតកែមកជួបខ្ញុំនៅទីនេះមានការអ្វីតើមែនទេលោកតកែចង់ឲ្យខ្ញុំយករឿងរ៉ាវទាំងអស់នេះទៅប្រាប់លោកសេដ្ឋីមែនទេខ្ញុំមកទីនេះគឺដើម្បីចង់ឲ្យក្មួយដើរប្រមូលទិញស្រូវនៅទីនេះទុកដើម្បីលក់ឲ្យខ្ញុំនឹងផ្ដល់ដើមទុនឲ្យក្មួយរកស៊ីហើយខ្ញុំបានដឹងថាអ្នកភូមិនៅទីនេះរងការឈឺចាប់ដោយសារតែលោកសេដ្ឋីគាត់តែបន្លំភ្នែកជញ្ជីងអ្នកភូមិជានិញលោកតកែដូចជាអ្វីដែលលោកតកែបាននិយាយអញ្ចឹងគាត់តែងតែធ្វើបាបអ្នកភូមិដោយគាត់បន្លំភ្នែកជញ្ជីងរបស់គាត់ជានិញអញ្ចឹងមិនអីទេខ្ញុំមានមាសប្រាក់មួយចំនួនដែលបីរៀបចំរួចហើយចាប់តាំងពីថ្ងៃស្អែកក្មួយត្រូវប្រមូលទិញស្រូវអង្ករពីអ្នកភូមិហើយខ្ញុំនឹងចែកចំណាយភាគរយនៃការចំណេញឲ្យក្មួយជានិញលោកតកែក៏បានផ្ដល់ប្រាក់ឲ្យទៅសុធាដើម្បីយកធ្វើដើមទុនរកស៊ីដើម្បីទិញស្រូវអង្កររឿងរ៉ាវដែលសុធាបានដើរទិញស្រូវអង្ករពីអ្នកភូមិក៏បានឮដល់លោកសេដ្ឋីនៅពេលនោះលោកសេដ្ឋីនិងប្រពន្ធក៏បានខឹងនឹងសុធាហើយអ្វីបានជាសុធាគេមករកស៊ីប្រជែងជាមួយយើងបែបនេះតើគេបានប្រាក់មកពីណាទៅដើម្បីដើររកទិញស្រូវអង្ករមកប្រជែងជាមួយនឹងគ្រួសាររបស់យើងមែនហើយណាលោកបងខ្ញុំក៏ឆ្ងល់ដូចជាលោកបងអញ្ចឹងគេរកស៊ីបានប្រាក់មកពីណាបានច្រើនបែបនេះឬមួយមានអ្នកណានៅពីក្រោយខ្នងយើងត្រូវតែសួរនាំឲ្យបានដឹងការពិតតើមានរឿងអ្វីកើតឡើងហើយអ្វីបានជាសុធាគេមានប្រាក់ទិញស្រូវអង្ករប្រជែងជាមួយយើងបែបនេះនៅពេលនេះប្រហែលជាកំពុងតែដើររកទិញស្រូវអង្ករពីអ្នកភូមិហើយកំពុងតែនៅក្នុងភូមិយើងគួរតែទៅនៅពេលនេះតែម្ដងទៅដើម្បីឲ្យបានដឹងការពិតចំណែកសុធាកំពុងតែដើររកទិញស្រូវអង្ករជាមួយនឹងលោកតកែនៅពេលនោះលោកសេដ្ឋីក៏បានមកដល់ទាន់ពេលចង្រៃយោឯងកំពុងតែធ្វើអ្វីនឹងហើយអ្វីបានជាឯងប្រជែងនឹងមុខរបររកស៊ីយើងបែបនេះតាមពិតមានលោកតកែនៅពីក្រោយខ្នងលោកតកែមិនបានជាលោកតកែមករកស៊ីប្រជែងនឹងខ្ញុំទៅវិញលោកតកែរងចាំតែទិញស្រូវអង្ករខ្ញុំតែប៉ុណ្ណោះកាលពីមុនអ្នកទាំងពីរកុំអារម្មណ៍អីខ្ញុំនឹងប្រាប់ចម្លើយឲ្យអ្នកទាំងពីរបានដឹងនៅពេលនេះកាលពីមុននៅពេលដែលអ្នកទាំងពីរក្រីក្ររកស៊ីស្មោះត្រង់នៅពេលដែលមានបានអ្នកទាំងពីរបែរជាលេងល្បិចជាមួយក្រុមឈ្មួញដទៃទៀតហើយនឹងខ្ញុំដោយយកសាច់ដាក់ក្នុងអង្ករស្រូវនៅពេលដែលពួកគេរួមទាំងខ្ញុំដឹកយកទៅលក់នៅទីក្រុងឬមួយយកទៅលក់នៅស្រុកចិនស្រូវអង្ករទាំងអស់នោះមានលេខខ្សាច់មិនពិតទេលោកតកែកុំចេះតែនិយាយប្រឌិតស្រូវអង្កររបស់ខ្ញុំជារបស់បរិសុទ្ធមិនដូចជាអ្វីដែលលោកតកែបាននិយាយលោកតកែកំពុងតែចោទប្រកាន់មកលើខ្ញុំហើយបានយកអ្នកបម្រើរបស់ខ្ញុំកាលពីមុនមករកស៊ីប្រជែងជាមួយនឹងខ្ញុំវិញ
អ្នកទាំងពីរមិនទាន់ឃើញក្តាមមឈូសពិតជាមិនទាន់ស្រក់ទឹកភ្នែកដោយសារតែអ្នកទាំងពីររកស៊ីខូចបែបនេះទើបបានជាមិនមានអ្នកណាមកទិញស្រូវអង្គររបស់អ្នកទាំងពីរដោយកាលពីមុនហើយក្រុមឈ្មួញដទៃទៀតពួកគេលែងមកទិញហើយស្រូវអង្គរអ្នកទាំងពីរដែលបានទិញរក្សាទុកនិងលាយជាមួយខ្សាច់រួចរាល់វារងចាំតែថ្ងៃខាត់បងប្រាក់តែប៉ុណ្ណោះនេះជាមេរៀនដែលអ្នកទាំងពីររកស៊ីមិនស្មោះត្រង់ខ្ញុំនឹងប្តឹងទៅលោកចៅហ្វាយស្រុកហើយនៅខាងចៅហ្វាយស្រុកនឹងចាប់យកអ្នកទាំងពីរទៅដាក់ទោសតាមអ្វីដែលអ្នកទាំងពីរបានធ្វើកុំអីណាលោកតកែខ្ញុំពីរអ្នកប្តីប្រពន្ធបានដឹងពីកំហុសចាំខ្ញុំនឹងខិតខំប្រឹងប្រែងរកប្រាក់សងការខូចខាតឲ្យទៅលោកតកែវិញនិងក្រុមឈ្មួញដទៃសូមត្រឹមតែលោកតកែនិងក្រុមឈ្មួញដទៃកុំប្តឹងខ្ញុំទៅបានហើយលោកសេដ្ឋីកុំអារម្មណ៍អីច្បាប់កាត់ទោសឲ្យលោកសេដ្ឋីតាមអ្វីដែលលោកសេដ្ឋីបានធ្វើតែប៉ុណ្ណោះដោយសារតែលោកសេដ្ឋីជាមនុស្សអាក្រក់រកស៊ីមិនត្រឹមត្រូវហើយលោកសេដ្ឋីត្រូវតែសងថ្លៃការខូចខាតគ្រប់បែបយ៉ាងលោកថៅកែក៏បានប្តឹងទៅចៅហ្វាយស្រុកហើយលោកចៅហ្វាយស្រុកក៏បានចាប់យកលោកសេដ្ឋីទៅសួរចម្លើយហើយក៏បានទាមទារឲ្យលោកសេដ្ឋីសងប្រាក់នៃការខូចខាតដែលលោកថៅកែនិងក្រុមឈ្មួញដទៃទៀតបានទទួលហើយចាប់តាំងពីថ្ងៃនោះគ្រួសាររបស់លោកសេដ្ឋីក៏បានធ្លាក់ខ្លួនទៅជាអ្នកក្ររហូតដល់លោកសេដ្ឋីឈឺចិត្តរហូតដល់គាត់ស្លាប់